មានសំណួរមួយដែលបានសួរថាហេតុអ្វីបានជាពេលខ្លះមានអ្នកឆាតច្រើនតែលក់បានតិចផ្ទុយទៅវិញអ្នកឆាតតិចបែរជាមានអ្នកទិញច្រើនមានកត្តាជាច្រើនដែលបណ្ដាលឲ្យមានបញ្ហាខាងលើនឹងកាត់ឡើងដូចជាតម្លៃផលិតផលហើយនឹងក្រុមមនុស្សដែលឆាតជុំក្នុង page ក្រៅពីនេះក៏មានបញ្ហាផ្សេងទៀតដែលតាក់ទងជាមួយនឹងបច្ចេកទេសនិងការកំណត់ setting ទៅលើយុទ្ធនាការរបស់យើងផងដែរតោះឥឡូវនេះគឺយើងនិយាយពីកត្តាតម្លៃជាធម្មតាផលិតផលដែលមានតម្លៃថ្លៃអតិថិជនតែងតែគិតគូរយូរជាងផលិតផលដែលមានតម្លៃថោកមុននឹងសម្រេចចិត្តទិញប្រសិនបើយើងមើលទៅលើកត្តាផលិតផលគឺយើងសង្កេតឃើញថាផលិតផលដែលលក់ផ្ទាល់ទៅកាន់ end user ឬក៏អ្នកប្រើប្រាស់នឹងមិនមានលក្ខណៈបច្ចេកទេសច្រើនដើម្បីសិក្សាស្វែងយល់ទេអាចនឹងមានឱកាសបិទការលក់ខ្ពស់ជាងផលិតផលដែលលក់ទៅកាន់គោលដៅអតិថិជនជាប្រភេទអាជីវកម្មឬក៏ផលិតផលដែលមានលក្ខណៈបច្ចេកទេសស្មុគស្មាញច្រើនហើយក្រុមមនុស្សដែលឆាតចូលមកក្នុង page ក៏ជាចំណុចមួយដ៏សំខាន់ដែលអាចកំណត់ទៅលើលទ្ធផលនៃការលក់ផងដែរដូច្នេះហើយយើងត្រូវមានវិធីសាស្ត្រនៅក្នុងការកំណត់ target audience ឲ្យបានត្រឹមត្រូវយើងឃើញ page មួយចំនួនដែលតែងតែទទួល spam ឆាតចូលក្នុង page ហើយ spam ទាំងអស់នោះ 100% គឺមិនមែនជាគោលដៅអតិថិជនទេហើយដើម្បីលុបបំបាត់ spam ឬក៏កាត់បន្ថយ spam ខ្ញុំមានវីដេអូមួយទៀតដែលខ្ញុំនឹង share ដំណរភ្ជាប់នឹងនៅក្នុង description ខាងក្រោមឥឡូវនេះគឺយើងជជែកតាក់ទងជាមួយនឹងកលឹះឬក៏បច្ចេកទេសនៅក្នុងការកំណត់ setting នៅក្នុងយុទ្ធនាការម្ដងប្រសិនបើយើងសង្កេតយើងឃើញថាអ្នកឆាតចូលមកក្នុង page របស់យើងគាត់ប្រើប្រាស់ពាក្យពេចន៍សួរសំណួរដដែលដូចគ្នា2ឬក៏3ប្រភេទសំណួរហ្នឹងពាក្យពេចន៍ទាំងអស់ហ្នឹងអាចចេញមកពី frequency asked question ឬក៏យើងហៅកាត់ថា FAQ ដែលយើងបានកំណត់នៅក្នុង response message ការកំណត់ FAQ បែបហ្នឹងគឺផ្ដល់ភាពងាយស្រួលទៅកាន់ end user ទៅកាន់ទស្សនិកជនដើម្បីឆាតទំនាក់ទំនងចូលមកក្នុង page របស់យើងក៏ប៉ុន្តែក៏មានបញ្ហាមួយចំនួនដែរដោយសារអ្នកប្រើប្រាស់មួយចំនួនគាត់អាចនឹងច្រឡំចុចលើប៊ូតុង FAQ ដែលយើងបានកំណត់ហ្នឹងអញ្ចឹងហើយធ្វើឲ្យយើងទទួលបានសារច្រើនប៉ុន្តែសារទាំងអស់ហ្នឹងមិនមែនជាគោលដៅរបស់យើងទេដូច្នេះហើយបងប្អូនអាចចូលទៅបិទ FAQ នៅក្នុង ad level ហើយយើងចូលទៅក្នុង message template យើងនឹងឃើញពាក្យ frequency asked question ដែលយើងអាច disable បានប្រសិនបើបងប្អូនមានចម្ងល់ផ្សេងៗទៀតដែលតាក់ទងជាមួយនឹងការកំណត់ campaign setting អាច comment នៅខាងក្រោមបានសូមអរគុណបាយបាយ